ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះឡាញ់ជាអតីតសិស្សបាក់ឌុបឆ្នាំ2025ថ្ងៃនេះខ្ញុំសូមមកធ្វើការចែករំលែកពីរបៀបរៀនមួយចំនួនដែលជួយឲ្យការរៀនរបស់អ្នកទាំងអស់គ្នាកាន់តែប្រសើរឡើងជាងមុនចំពោះរបៀបទី1គឺទាក់ទងជាមួយនឹងការមើលចឹងរបៀបរៀនដែលទាក់ទងជាមួយនឹងការមើលគឺទាមទារអ្នកទាំងអស់គ្នាមានការមើលច្រើនមិនថាជាអក្សរឬក៏វត្ថុអីផ្សេងៗទេនៅពេលដែលអ្នកទាំងអស់គ្នាមើលអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាអ្នកទាំងអស់គ្នាអាចចាំបានលឿនអាចចាប់បានលឿនជាជាងអ្នកទាំងអស់គ្នាសរសេរឬមួយក៏ស្ដាប់មិត្តភ័ក្តិរបស់យើងអានឬមួយក៏និយាយប្រាប់ចំពោះចំណុចទី2គឺតាក់ទងជាមួយនឹងការស្ដាប់អញ្ចឹងការរបៀបដែលអ្នកទាំងអស់គ្នារៀនដោយការស្ដាប់ហ្នឹងទាមទារអ្នកទាំងអស់គ្នាមានការស្ដាប់ច្រើនឬក៏អ្នកទាំងអស់គ្នាចូលចិត្តស្ដាប់តាំងពីដើមមកអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នារៀនគឺអ្នកទាំងអស់គ្នាតែងតែទាមទារការបញ្យល់ពីគ្រូឬក៏ការបញ្យល់ពីមិត្តភ័ក្តិដើម្បីជាសម្លេងមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាទទួលបានការស្ដាប់អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាស្ដាប់អ្នកទាំងអស់គ្នាអាចចាប់បានលឿនចាំបានលឿនហើយជាជាងអ្នកទាំងអស់គ្នាមើលឬក៏សរសេរចំពោះចំណុចទី3គឺតាក់ទងជាមួយនឹងការសរសេរអញ្ចឹងរបៀបរៀនដែលទាមទារយើងមានការសរសេរច្រើនអ្នកទាំងអស់គ្នាគឺចូលចិត្តសរសេរច្រើនជាជាងស្ដាប់គេនិយាយជាជាងមើលនៅពេលដែលអ្នកទាំងអស់គ្នារៀនអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអាចបានសរសេរអញ្ចឹងអ្នកទាំងអស់គ្នានឹងអាចចាប់បានចំណុចណាមួយដែលយើងបានរៀនទេអញ្ចឹងនៅពេលដែលយើងចូលចិត្តរៀនដោយការសរសេរគឺទាមទារយើងមានសភៅមួយសម្រាប់ note ជាប់ខ្លួនរហូតគឺដើម្បីអាចធ្វើអ្នកទាំងអស់គ្នាចាប់បានលឿនជាងមុនហើយវិធីសាស្ត្រមួយទៀតដែលសំខាន់ជាងគេនោះគឺតាក់ទងជាមួយនឹងការអនុវត្តមិនថាអ្នកទាំងអស់គ្នាជាមនុស្សដែលរៀនបែបណាចូលចិត្តរៀនបែបណាចឹងវាទាមទារអ្នកទាំងអស់គ្នាមានការអនុវត្តមិនថាជាទ្រឹស្ដីជាលំហាត់ចឹងបើសិនជាយើងអត់មានការអនុវត្តចឹងសមត្ថភាពរបស់យើងគឺនៅដដែលវាអត់មានការអភិវឌ្ឍទៅមុខទេចឹងនៅពេលដែលយើងរៀនបានច្រើនយើងចង់ចាប់បានច្រើនយើងអនុវត្តបានច្រើនចឹងវាធ្វើឲ្យសមត្ថភាពរបស់អ្នកទាំងអស់គ្នាគឺកាន់តែខ្លាំងហើយនឹងប្រសើរឡើងជាងមុនហើយចំពោះការចែករំលែករបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ